chứng lũ tao thay lực ngày chấp đau là phơi ca bờ trúc cứ khai bùm váy ngày 4 hai pon một rồi cài bùm mùa vậy ngày bị chọp nó cứ khai 4 ngày đập bay bị pon 4 chứng lúc trong đằng thanจะ lọt ពីឆ្នាំពណ៌191ដល់2024នេះមានរយៈពេលប្រហែលឆ្នាំហើយចន្លោះពីខែ8ដល់ខែ4នេះមានប្រហែលខែហើយបន្តមកចំនួនថ្ងៃគឺចន្លោះពីថ្ងៃ24ដល់ថ្ងៃ13នេះមានប្រមាណថ្ងៃអញ្ចឹងគឺលោកគ្រូប្រើប្រាស់ទៅលើរូបមន្តដែលតិចដើម្បីមកកណនាអញ្ចឹងយើងត្រូវកណនាចំនួន3ដងផ្សេងគ្នាអញ្ចឹងលោកគ្រូដាក់សញ្ញាស្មើប្រើប្រាស់រូបមន្ត that tit if បើវងចោអញ្ចឹងគេទៀមទាទៅលើ start date គឺថ្ងៃចាប់ផ្ដើមលោកគ្រូមក select ថ្ងៃចាប់ផ្ដើមក្បៀសថ្ងៃបញ្ចប់បន្ទាប់មកក្បៀសមួយទៀតគឺទៅលើ format អញ្ចឹងដំបូងគឺយើងរកឆ្នាំគឺយើងដាក់ទៅលើអក្សរ y បិទថ្មីកណ្ដោលមកវិញបិទវងចោ enter អញ្ចឹងគឺមានរយៈពេល27ឆ្នាំបន្តមកទៀតគឺទៅលើចំនួនខែគឺយើងប្រើដូចគ្នាស្មើ date tit if បើកវងចោបន្តមកទៀតដាក់ទៅលើ start date ក្បៀស end date បន្តមកក្បៀសមួយទៀតបើកថ្មីកណ្ដោលអញ្ចឹងដោយសារតែយើងរកតែខែអញ្ចឹងខែគឺយើងរកតែខែមិនគិតពីឆ្នាំហើយមិនគិតពីថ្ងៃទេអញ្ចឹងគឺយើងដាក់ទៅលើ ym ដើម្បីកណនារកតែខែអញ្ចឹង ym បិទថ្មីកណ្ដោលបិទវងចោ enter អញ្ចឹងគឺមានរយៈពេល7ខែបន្តមកទៀតគឺកណនាទៅលើថ្ងៃដូចគ្នាដែរលោកគ្រូប្រើប្រាស់ទៅលើ date is ដែរ tit if បើកវងចោបន្តមកយើងមកថ្ងៃចាប់ផ្ដើមក្បៀសថ្ងៃបញ្ចប់ក្បៀសបើកថ្មីកណ្ដោលមកអញ្ចឹងដោយសារតែយើងរកតែចំនួនថ្ងៃទេមិនគិតពីឆ្នាំនិងមិនគិតពីខែអញ្ចឹងគឺយើងប្រើប្រាស់ទៅលើរូបកន្លែង format នេះគឺប្រើប្រាស់ទៅលើ md ដើម្បីរកតែថ្ងៃអញ្ចឹងបិទវងចប់មក enter អញ្ចឹងយើងឃើញថាមានរយៈពេល27ឆ្នាំ7ខែនិង20ថ្ងៃប៉ុន្តែបងនៅចង់បញ្ចូលវាចូលគ្នាតែមួយអញ្ចឹងដើម្បីបញ្ចូលគ្នាតែមួយបានគឺលោកគ្រូប្រើប្រាស់ទៅលើរូបមន្ត date មួយទៀតអញ្ចឹងស្មើ date បើកវងចោអញ្ចឹងទី1គេទៀមទាទៅលើឆ្នាំអញ្ចឹងលោកគ្រូមក select កន្លែង27ឆ្នាំនេះក្បៀសគេទៀមទាទៅលើម៉ាន់ខែលោកគ្រូ select កន្លែងខែនេះក្បៀសគេទៀមទាទៅលើថ្ងៃលោកគ្រូ select កន្លែងថ្ងៃនេះមកបន្ទាប់មកយើងបិទវងចោ enter អញ្ចឹងគឺឃើញថារយៈពេលដែលយើងធ្វើការនឹងមានរយៈពេល7ខែ20ថ្ងៃនិង27ឆ្នាំប៉ុណ្្នឹងទេគឺរួចរាល់ហើយបង